ចាសួស្តីបងប្អូនទាំងអស់គ្នានេះដែរលោកបានមកលេងស្រុកកំណើតរបស់ខ្ញុំនៅខេត្តស្វាយរៀងស្រុករមាសហែកខ្ញុំមកចូលរួមកម្មវិធីកាត់ចំណងដៃបងប្អូនប្រុសខ្ញុំហើយនេះគឺជាសកម្មភាពខ្លះៗនៅពេលព្រឹកតែពួកយើងបានរៀបចំធ្វើម្ហូបរបស់ខ្ញុំមានភាគច្រើនគេចូលចិត្តធ្វើម្ហូបបែបជាធ្វើម្ហូបខ្លួនឯងឲ្យមានទិញតុកឧស្សាហ៍ទេអញ្ចឹងយើងធ្វើម្ហូបមានសាច់មានបន្លែអីយើងមកធ្វើខ្លួនឯងទៅហើយយើងហៅបងប្អូនសាច់ញាតិចិត្តខាងអីចឹងមកជួយគ្នាអញ្ចឹងដល់ឡើងអញ្ចឹងយើងសប្បាយអរមួយគ្នាទៅហើយមានអ្នកខ្លះទៅគេអត់បានមកចូលរួមក្នុងទីមង្គលការគេយកលុយមកចងដៃហើយគេយកសាច់ទៅធ្វើម្ហូបនៅផ្ទះគេហើយនេះគឺជាកម្មវិធីពេលព្រឹកអញ្ចឹងយើងរៀបចំធ្វើហាន់សាខាងបន្លែរៀបចំធ្វើម្ហូបធ្វើអីតឡើងគ្រូតឡើងអីទៅតាមយើងហើយយើងពីខាងហ្នឹងអត់មានអីទេគេក៏ធ្វើតាមដែរចាជួយចិត្តគេមកអីចិត្តតាមមកញ៉ាំអីជួយតាមអញ្ចឹងមានវិធីបបរមានវិធីនឹងចុចអញ្ចឹងពេលញ៉ាំទៅតែខ្លាយនឹកស្រុកនឹកស្រែកាលពី